សាសនាទាំងអស់មានក្រឹតវិន័យសម្រាប់ប្រដៅតម្រង់មនុស្សឲ្យធ្វើល្អហើយប្រព្រឹត្តសេចក្តីសុចរិតសាសនាទាំងអស់បង្រៀនថាកុំលួចកុំកុហកកុំលេងស្រីក៏មានក្រឹតវិន័យច្រើនជាងនេះទៅទៀតដែលនាំឲ្យធ្វើល្អសាសនាជាច្រើនបង្រៀនទៀតថាបើយើងខុសក្រឹតវិន័យណាមួយដូចជាយើងខុសក្រឹតវិន័យទាំងអស់ដែរបើមានទឹកសុទ្ធមួយកែវហើយដាក់ទឹកកខ្វក់សូម្បីតែមួយដំណក់ចូលទៅនោះនាំឲ្យបង្ខូចទឹកមួយកែវតែម្ដងធ្វើតែបាបមួយបនអស់រលីងបានជាគ្មានអ្នកណាម្នាក់ដែលអាចកាន់ក្រឹតវិន័យរបស់សាសនាណាមួយបានទេមនុស្សគ្រប់គ្នាអាក្រក់ហើយបានធ្វើបាបគ្មានអ្នកណាសុចរិតសោះសូម្បីតែម្នាក់ក៏គ្មានផងគ្មានអ្នកណាដែលអាចកាន់ក្រឹតវិន័យទាំងអស់របស់សាសនាណាមួយបានទេព្រះគម្ពីររបស់សាសនាគ្រីស្ទក៏បាននិយាយថាគ្មានអ្នកណាដែលរាប់ជាសុចរិតនៅចំពោះទ្រង់ដោយអាងការប្រព្រឹត្តតាមក្រឹតវិន័យនោះឡើយក្រឹតវិន័យគ្រាន់តែសម្ដែងឲ្យស្គាល់អំពីអំពើបាបតែប៉ុណ្ណោះដូច្នេះក្រឹតវិន័យរបស់សាសនាមិនអាចជួយឲ្យយើងត្រឡប់ជាសុចរិតបានទេវាគ្រាន់តែជួយសម្ដែងឲ្យយើងឃើញអំពើបាបរបស់ខ្លួនតែប៉ុណ្ណោះបើសិនជាដូច្នេះតើយើងទាំងអស់គ្នាត្រូវជាប់ក្នុងអំពើបាបដរាបទៅឬអីទេយើងនៅមានសង្ឃឹមក្នុងព្រះគ្មានសង្ឃឹមនៅក្នុងក្រឹតវិន័យរបស់សាសនាប៉ុន្តែនៅមានសង្ឃឹមក្នុងព្រះតើព្រះណាមួយអាចជួយមនុស្សយើងបានសាសនាជាច្រើនថាសង្គ្រោះខ្លួនទៅលាងបាបចេញដោយខ្លួនឯងប៉ុន្តែព្រះយេស៊ូវនិយាយថាមនុស្សទាំងអស់នៅចុងផែនដីអើយចូលមើលមកអញហើយទទួលសេចក្តីសង្គ្រោះចោលត្បិតអញនេះជាព្រះឥតមានព្រះណាទៀតឡើយគឺអញនេះហើយជាអ្នកលុបអំពើរំលងរបស់ឯងនេះចេញដោយយល់ដល់ខ្លួនអញហើយអញមិននឹកចាំអំពីអំពើបាបរបស់ឯងទៀតឡើយពីមុនមានមនុស្សម្នាក់បានសួរសំណួរដូចនេះថាលោកម្ចាស់អើយតើឲ្យខ្ញុំធ្វើយ៉ាងដូចម្ដេចឲ្យបានសង្គ្រោះផងគេក៏ប្រាប់គាត់ថាចូលជឿដល់ព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទទៅនោះនឹងបានសង្គ្រោះហើយតើអ្នកត្រូវជឿអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទដើម្បីឲ្យបានសង្គ្រោះអ្នកត្រូវតែជឿថាព្រះគ្រីស្ទយេស៊ូវគឺជាព្រះដ៏ពិតតែមួយអង្គដែលអាចសង្គ្រោះអ្នកឲ្យរួចពីបាបបានហើយថាទ្រង់បានសង្កត់ជំនួសអំពើបាបរបស់អ្នកទាំងជឿថាទ្រង់បានរស់ពីស្លាប់ឡើងវិញបើអ្នកជឿអញ្ចឹងនោះត្រូវតែទុកចិត្តលើទ្រង់ផងចុះដោយទទួលទ្រង់ជាអ្នកសង្គ្រោះរបស់អ្នកបើសិនជាអ្នកមិនទាន់ជឿប៉ុន្តែចង់រកផ្លូវឲ្យរួចពីបាបសូមស្វែងយល់អំពីព្រះគ្រីស្ទយេស៊ូវបន្ថែមទៀតព្រះស្រឡាញ់អ្នកណាហើយទ្រង់សពរារតីឲ្យសង្គ្រោះអ្នកពីបាបផង